បើគេក្បត់គ្នាគេហើយគេមិនខ្លាចក្បត់ជាមួយយើងទេរឿងហ្នឹងទៅចាំណាទៅចាំហើយខ្ញុំមានទម្លាប់មួយចេះបើខ្ញុំទៅជាមួយអ្នកណាមួយហើយអ្នកនឹងមកនិយាយរឿងរបស់អ្នកដទៃអ្នកនឹងខ្ញុំលេងស្អាប់គប់ហើយព្រោះអីបើគេយករឿងអ្នកដទៃមកនិយាយប្រាប់យើងថ្ងៃក្រោយគឺទៅជួបអ្នកដទៃគេយករឿងយើងទៅនិយាយប្រាប់អ្នកដទៃអញ្ចឹងរឿងហ្នឹងជឿអំណមហើយខ្ញុំតែងតែអប់រំកូនចៅរបស់ខ្ញុំថាសូមកុំឲ្យយករឿងគេមកនិយាយកុំថាពាក្យមួយបែបថាកុំយករឿងក្នុងចេញក្រៅកុំយករឿងក្រៅចូលក្នុងជឿអំណមក្នុងគ្រួសាររបស់ខ្ញុំអត់ឲ្យយករឿងអ្នកផ្សេងក្រៅផ្ទះយកមកនិយាយក្នុងផ្ទះខ្លួនឯងទេហើយកុំសែបគប់ជាមួយអ្នកដែលនិយាយដើមគេព្រោះតែនិយាយដើមគេជាមួយយើងដល់លួយហើយទៅជួបគេទៅទីគេយកយើងទៅនិយាយដើមយើងដែរអញ្ចឹងកុំសែបគប់អសោះកុំសែបគប់